แล้วต่อไปយើងអាចនឹងយកមករំចេះបានអាចឆ្នៃជាអីផ្សេងបានទេឆ្នៃយើងចង់ពងពីកដាលនេះអូមើលសាក់ធ្វើតិចបានទេចានេះនៅមុខផ្ទះហ្មងអញ្ចឹងគេថាកំមុំបងប្អូនយើងជនជាតិដើមពេលយើងរុំកសៃនៅមុខផ្ទះអញ្ចឹងគេថាអីហ៎អត់អីអូគេអត់សិប្រកាន់ដែរបងប្អូនហីពណ៌ឈ្នះអស់ធម្មជាតិបងប្អូនហើយមកអូនេះតែយើងស៊ីគ្នាបន្តិចមិនសើចចឹងប៉ះអីនេះអង្គុយមើលបានបងប៉ះក៏បានដែរចាព្រៀនទៅព្រៀនណាចាសាក់បានណាចាសាក់បានបងប្អូនហីនាងខ្ញុំចូលចិត្តអីថ្មីដែរសាក់ទៅណានេះចង់ដាក់ចិត្តដែរឲ្យដូចគ្នាគេចាស់ទៅដល់សពតទេយល់អូនេះសពតដូចខ្ញុំស្លៀកឥឡូវនេះចាអូហាត់ទៀតអូខេហាត់នេះកាន់3ហើយចាអូសំទោសនេះមក3នេះណាចាហាត់ទៀតកាន់ដល់មុខនេះហើយចាអូខេចាបានចាអានេះជាការឈូសវាឲ្យវាម៉ត់ចូលគ្នាមែនអូសំទោសម៉ត់ជួយលើកជើងនេះបានឡនេះវិញចាមកធ្លាក់កវលីចេះទៀតដល់ក្រោយទៀតធ្វើអូយបងប្អូនទាំងអស់គ្នាខ្ញុំគិតថាខ្ញុំកុំឲ្យខូចនៅរបស់គាត់អីពុកម៉ែបងប្អូនទាំងអស់គ្នាអីចាគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំសូមធ្វើការបង្ហាញតាក់ទងជាមួយនឹងការតម្បាញកម្មាណបងអូកសែងរបស់បងចាកសែងជនជាតិរបស់បងប្អូនជនជាតិដើមភាគតិចរបស់យើងចាបងអូនស្រីមានឈ្មោះអីដែរចានាងខ្ញុំឈ្មោះស្រនម៉ូស្រនម៉ូស្រនម៉ូចាអូយបងប្អូនទាំងអស់គ្នាអីគាត់គឺជាអ្នកតម្បាញកម្មាណចាខ្សែងអូកសែងសំទោសអូកសែងចាសំទោសកសែងរបស់បងប្អូនជនជាតិដើមរបស់យើងចាហើយតកតងជាមួយនឹងការតម្បាញនេះក្រៅពីកសែងចេះតម្បាញអីផ្សេងទៀតអត់ទេខ្ញុំតម្បាញក្រមាខ្មែរដែរចាអូកម្មាខ្មែរកម្មាបងប្អូនជនជាតិដើមរបស់យើងចាអូយចឹងថ្ងៃនេះក្រៅពីកម្មានេះមានអីចង់បង្ហាញបន្ថែមទៀតអត់ទេថ្ងៃនេះនឹងបង្ហាញពីកម្មាជនជាតិដើមភាគតិចរបស់ពួកខ្ញុំពីដើមមកគឺគេតម្បាញនេះទេប៉ុន្តែនេះយើងចង់តម្បាញខ្សែងទូចអញ្ចឹងពីដើមគេតម្បាញនេះគេវិញចានេះស្ពតចាគេចាស់ពីដើមគេប្រើស្ពតទេយល់អូនេះស្ពតដូចខ្ញុំស្លៀកឥឡូវនេះចាតែខ្ញុំអត់ចេះទេគាត់គេខ្លះចេះតែខ្ញុំចេះតែតម្បាញគេចាបងប្អូនទាំងអស់គ្នាអីចាតាមពិតទៅពីដើមមកគេអត់ប្រើកសែងទេគេប្រើតែសពុតនេះទេតម្បាញសពុតពីដើមមកប៉ុន្តែឥឡូវនេះគេហៅថាមានការកែច្នៃបន្ថែមជាមួយនឹងកម្មាកសែងចាដើម្បីជាម៉ូដសម្រាប់នៃការតុបតែងខ្លួនតុបតែងសម្លៀកបំពាក់ក៏ដូចជាទុកប្រើប្រាស់ចាក្នុងការងារផ្សេងអញ្ចឹងណាបងប្អូនទាំងអស់គ្នាចាឥឡូវតកតងជាមួយនឹងអំបោះនេះយើងត្រូវដាក់ពណ៌ទៅតាមយើងចំណងចិត្តរបស់យើងអញ្ចឹងទៅណោះចាយើងចង់ដាក់ពណ៌អីក៏បានចាដូចនៅលើខ្លួននេះដែរមែនទេចាអូយបងប្អូនទាំងអស់គ្នាហីចានេះរងថ្ងៃនេះតកតងជាមួយការតម្បាញអញ្ចឹងគេហៅថាទុកក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនជនជាតិដើមយើងបច្ចុប្បន្នឬមួយក៏សម្រាប់តែភ្ញៀវទេសចរគាត់ចេញមកកំសាន្តទេយើងប្រើខ្លះទៀតភ្ញៀវតែងខ្លះដែរចាយល់ចាចាប់យើងតម្បាញអញ្ចឹងសួរថារងថ្ងៃនេះចាលក់បានមួយថ្ងៃបានប្រហែលនេះដែរឬក៏មានអ្នកយកទៅលក់តអត់ទេចាឥឡូវអត់សូវមានទីផ្សារដែរបងដូចថាពេលភ្ញៀវបរទេសមកអីគាត់ទិញ1 2តែប៉ុណ្ណឹងទេចាតែយើងតម្បាញស្តុកឲ្យហើយចាអូតម្បាញស្តុកឲ្យហើយទៀតគេមកតែងអីយើងពិបាកតម្បាញដែរចាដោយសារពីកន្លងមកទៅឃើញបងប្អូនយើងដែលគាត់នៅក្នុងគេហៅថាទីក្រុងខេត្តចានៅសានមនោរម្យហ្នឹងគាត់បញ្យួរឬក៏តំបន់ទេសចរអីផ្សេងគាត់បញ្យួរលក់ចាឆ្ងល់ថាអូយនៃការធ្វើនោះពិបាកអត់ចាដល់ពេលថ្ងៃនេះបានមកជួបផ្ទាល់អ្នកតម្បាញចាប៉ុន្តែគាត់ថាស្ដាយថ្ងៃនេះអត់បានតម្បាញនៅសពុតទេយើងតម្បាញជាកសែងវិញណោះចាឥឡូវអាចចាតសែងគុនជាតិចាឥឡូវអាចធ្វើការតម្បាញបានចាចង់ដឹងដែរមើលគេរបៀបនៃការធ្វើបុរាណណាបងប្អូនទាំងអស់គ្នានៃការធ្វើនេះអត់មានប្រើម៉ាស៊ីនទេបងប្អូនទាំងអស់គ្នាចាអាចក៏លេចមើលបានក៏ប្រើជាមួយនឹងបំពង់ឫស្សីមួយមកសយោសម្រាប់មូលមួយមកហើយនឹងចានេះឫស្សីយើងឈូសនឹងឯងឲ្យឈើមួយបងប្អូនហើយចាសុកស្មាញបងប្អូនខ្ញុំគាត់តែឃើញខ្ញុំចាប់ដើមរៀងចង់គេថាអ្នកមិនចេះខុសពីអ្នកចេះចាស្រួលអត់ទេការធ្វើការតបងក៏ពិបាកដែរចាតែយើងចេះទៅយើងយល់តែណាយល់យើងលេងអីវិញណោះអញ្ចឹងអីដូចតែគ្នាអញ្ចឹងតែខ្ញុំចេះក៏អាចធ្វើបានដែរមែនបងប្អូនទាំងអស់គ្នាតែឥឡូវកំពុងតែយល់ចាមើលឲ្យមានអារម្មណ៍ថាកំពុងតែអូយគេដាក់ណាទៅណាចេះអូយសុំទៅបងប្អូនទាំងអស់គ្នាអីអូយខ្ញុំមកដល់បរិយាកាសចាទឹកដីបងប្អូនយើងណាបងប្អូនជនជាតិដើម
ក៏ដូចជាទឹកដីខេត្តមណ្ឌលគិរីនេះខ្ញុំមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងមែនទែនហើយអ្វីដែលពិសេសទៀតនោះបានចែករំលែកក៏បានចែករំលែកចាគេហៅបទពិសោធន៍រូបមន្តម្ហូបអាហារក៏ដូចជានៃការធ្វើកសែងបងប្អូនជនជាតិដើមយើងចាជូនពុកម៉ែបងប្អូនទាំងគ្នាក៏ដូចជាបានស្វែងយល់ក៏បានស្វែងយល់ក៏ដូចជាបានទទួលយកបទពិសោធន៍ថ្មីនេះសម្រាប់ខ្លួនឯងដែរក៏មានអារម្មណ៍ថាស្រស់ស្រាយហើយល្អខ្លាំងមែនទែនក្នុងកសែងមួយយើងធ្វើរយៈពេលប្រហែលដែរបានកសែងមួយ2ថ្ងៃបងយើងអូ2ថ្ងៃបើសិនជាយើងធ្វើអត់សូវសម្រាប់មែនទេចា2ថ្ងៃបងយើងធ្វើថៃពេលព្រឹកទៅយើងអន្តងវាហើយតម្រុំតែរឹសនេះមួយទៀតដើម្បីវាគ្រប់ពណ៌អញ្ចឹងទៅចាអូចាបច្ចុប្បន្ននេះបានមួយតម្លៃប្រហែលដែរប៉ុន្នេះអី1-20000អីក្បត់ទៅចាអូសិលភាពបរទេសក៏ចូលចិត្តចាទោះបីនាងខ្ញុំក៏មានអត្តប្លែកដែរចាប្លែកអូនេះបានឲ្យខ្លះហើយតាមែនទេចាបានខ្លះយល់ហើយបើចំណេះជំនាញនៃការធ្វើកសែងនេះអស់រយៈពេលប្រហែលឆ្នាំហើយបើនិយាយជំនាញនៃការធ្វើខ្ញុំទៅបានមួយឆ្នាំជាងចាខ្ញុំរៀនតពីនេះទេចាពីម្ចាស់កន្លែងទេអ្នកចាស់អ្នកភូមិហ្មងចាស់ក៏បរៀនបន្តเนาะដំបូងខ្ញុំអ្នកតម្បាញកម្មាទេតម្បាញកម្មាបាន2ឆ្នាំទៅពេលទៅវិថាឃើញភ្ញៀវគាត់តែងអានេះទៅយើងចង់ចាស់ដែរចាជំនាញកម្មាខ្លះខ្សែខ្លះអូហើយចុះកសែងនេះយើងនិយាយពីសាបងប្អូនជនជាតិដើមនេះហៅថាម៉េចខ្សែចាខ្សែដូចគ្នាអូកសែងដូចគ្នាដែរចាកម្មាដូចគ្នាដែរចាប៉ុន្តែថាអំបោះវិញគឺពួកខ្ញុំនិយាយថាប្រៃចាដល់ពេលយើងអំបោះអញ្ចឹងទៅចាខុសអញ្ចឹងយល់ចាអូយបងប្អូនអីមើលយល់អត់ទេខ្ញុំអត់យល់ទេបងប្អូននេះកំពុងតែចុះទាញមួយណាទុកមួយណាទាញដើម្បីអីទុកដើម្បីអីនេះមានប្រមាណសតបចេះខាងក្រៅដូចជា3សតបចាដើម្បីឲ្យទាក់គ្នានេះគេកំពុងតែក្រងចាដូចក្រងមួយអូយូបងប្អូនណាគាត់យល់គាត់ពាត់ឲ្យគាត់ទៅរុញរបស់ហ្នឹងឲ្យចូលហាប់ជាមួយនឹងអាការក្រងរបស់គាត់មិញយល់ទេខ្ញុំយល់ហើយខ្ញុំទៅយល់ខ្ញុំចេះណាចាខ្លាចអញទៅដើមទេមកជីបមុខរបរហ្នឹងអត់ទេអត់អីទេខ្ញុំចេះធ្វើហើយឲ្យតែគាត់ចេះគាត់បាញ់ទៅបំពេញទៅបងប្អូនធម្មតាទេតែគាត់មានទំនុកចិត្តទេថាខ្ញុំអត់ចេះហ្នឹងគាត់និយាយភាសាហ្នឹងត្រូវហើយអូយសប្បាយខ្លាំងចុះក្រៅពីការតម្បាញនៅរងថ្ងៃនេះមានប្រកបមុខរបរអីផ្សេងពីហ្នឹងអត់ទេខ្ញុំធ្វើចកាចាចកាដាំដកអីខ្លះខ្ញុំដាំស្រូវដាំដលងស្រូវដលងមិនតែខែនេះស្រូវដូចមិនទាន់បានប្រមូលផលទេមែនទេចាហើយបងប្អូនយើងនៅខាងខេត្តមណ្ឌលគិរីនៃការដាំដុះស្រូវណាគេធ្វើបែបបត់បុរាណទៀតទេឬមួយក៏យ៉ាងម៉េចដែរចាធ្វើបុរាណរហូតយើងដាក់បុកដាំចាបុកដាំយ៉ាបងប្អូនមួយចំនួនប្រកាសជាអត់អ្នកខ្លះណាបើចាស់ពីដើមគាត់យល់ហើយនៃការដាំស្រូវយើងមិនមែនធ្វើតែមកប្រភេទទេប៉ុន្តែក្មេងៗចាស់យើងមួយចំនួនក៏គិតថាស្រូវដឹងតែត្រូវស្ទុងហើយប៉ុន្តែតំបន់ខ្លះតំបន់ភ្នំចាអត់មានទឹកណាគេប្រើដាក់ដាំបុកដាំដើម្បីយើងដាំស្រូវបានអញ្ចឹងទៅប៉ុន្តែបើសិនជាតំបន់ដូចយើងតំបន់ដីទំរាបណាចាដែលមានទឹកហ្នឹងយើងអាចប្រើជាគេហៅថាស្រែចាដើម្បីទឹកដក់យើងស្ទុំអីអញ្ចឹងទៅប៉ុន្តែនៅតាមតំបន់ភ្នំដូចជានៅខាងខេត្តបាត់ដំបងអីតំបន់ភ្នំអីគេប្រើជាមួយនឹងបុកដាំចាដូចគេហៅរូបមន្តពីដើមបងប្អូនចាឥឡូវបងអូនគាត់កំពុងតែធ្វើចាឥឡូវនេះខ្ញុំក៏កំពុងតែចង់ការចង់ល្អណាដូចគាត់ដែរពាក្យចានពណ៌ឆាតទេបានតែកំមុំជនជាតិយើងប្រើមែនទេចាប៉ុន្តែពណ៌រៀងសកមនោះចាស់ឬក៏ពូគាត់យកមកចងចកេះទៅមែនទេចាអូបងប្អូនសមទេខ្ញុំគិតថាក្រហមហើយផ្កាឈូកដូចមិនសូវស៊ីគ្នាមើលបងប្អូនជួយរើសពណ៌នាងខ្ញុំតិចមើលចាអូយណែពណ៌ឈ្នះអស់ធម្មជាតិបងប្អូនហើយមកអូនេះតែរៀងស៊ីគ្នាបន្តិចមិនសើចចឹងតើកាដាក់ពណ៌មកណាពណ៌ចេះមកឲ្យអត់ទេដាក់ពណ៌បៃតងពណ៌កាជុកអស់ពណ៌អស់ពណ៌ចាច្រើនរត់អាចពណ៌អីគេពណ៌ចឹងដែរតាមចឹងចាតែបរទេសក៏ចិត្តពណ៌រៀងឆាតដែរចាត្រូវហើយចាពណ៌ឆាតស្អាតនេះស្អាតហ្នឹងជាមួយនឹងអាវពណ៌សមួយអីមកបងប្អូនហើយចាយើងទៅតាមតំបន់ចាបងប្អូនតំបន់ភ្នំតំបន់អីណាទុកសម្រាប់យើងជូតក្បាលចាចងចកេះឬមួយក៏យើងទុកធ្វើជាម៉ូតអាវបានចាស្អាតបងប្អូននេះដាក់តែកលឹះមួយមកឬក៏មជុលខ្ទោះមួយមកយើងបានមួយម៉ូតទៀតសម្រាប់បងប្អូនដែលគាត់ស្រីៗណាគាត់ដើរព្រៃដើរអីឬក៏តំបន់ភ្នំអីគាត់ពាក់ដៃទូចដៃវាលអីចា
chiều mình nẹt môi tới prà của này kia hai cả sái mong ôn chân chít đang bao nhiêu nương anh hay nơi bị khang một trong ôn sấy còn cặp bông tái vừa cả đầm ban cái sài đòi cả bài bọt bột rán nó ọt phở cho mình mà sân tê prà cho mình nương chơ cha cho môi nương bông bông tịt chân tơ cha hay nương bỏ prà đẩyแต่mặt đòn hayในการធ្វើនេះក៏សាយមួយគាត់អាចចំណាយពេល2ថ្ងៃចាហើយក្នុងក៏សាយមួយតម្លៃត្រឹមតែ20000រៀលទេក្នុងទីផ្សារបច្ចុប្បន្ននេះចាហើយរាល់ថ្ងៃនេះគាត់ក្រៅពីការដំបាយដូចគាត់បានជំរាបមុននឹងអញ្ចឹងគាត់ក៏ដំបាយនៃកម្មាចាក៏ដូចជាការធ្វើស្រែចម្ការប្រចាំថ្ងៃនិងការប្រកបមុខរបរចិញ្ចឹមជីវភាពអញ្ចឹងទៅចាអូឥឡូវយើងដល់កម្មទីម៉ាននេះយើងក្រៅដែរមិននៅលើនេះណានេះលឿនដែរតាអត់លឿនមួយត្រឹមនេះ អ្នកធ្វើគឺថាអត់លឿនទេប៉ុន្តែអ្នកមើលថាលឿនដែរតាត្រូវតែលឿនហើយសារយើងអត់បានធ្វើឡៃវាយវាច់ងាកទៅយើងលឿននេះច្រើនដែរតែអ្នកធ្វើមិនដឹងតែហត់អញ្ចឹងមិនថាអ្នកធ្វើចាអ្នកធ្វើមិនដូចអ្នកនិយាយមិនដូចអ្នកធ្វើចាដូចបាញ់មិញអញ្ចឹងអ្នកធ្វើគឺថាហីបានបន្តិចហ្នឹងតែអ្នកនិយាយនេះច្រើនដែរតាចុះអត់មានហត់អីផងអង្គុយតែនិយាយបងប្អូនអីអូយអត់ល្អសោះផាត់ណាចិត្តតេតងជាមួយនឹងសពុតនេះចេះគេប្រើជាមួយនឹងការអានឹងធំចាអូយល់អូចាអានេះបោះទូចប្រើទូចតែប្រើម៉ាស៊ីនដូចគ្នាយើងប្រើជាមួយអូចាពីដើមប្រើតែដេញចេះតែអត់មានសិនទេយល់អូយគាត់បកកាយមែនតើអូយលោកបតិគ្នាចុះបតិគ្នាឡើងបានចេញជាគេហៅថាបើនិយាយទូរស័ព្ទគេថាដំបាញកណាត់ចូលគ្នាចាក្រងកណាត់ចូលគ្នាដំបាញកណាត់ចូលគ្នាបោះចាចេញជាកណាត់មួយអូយបងប្អូនអីធ្វើមើលទៅដូចស្រួលទេតែបើឲ្យនាងខ្ញុំកាន់ហ្មងប្រហែលជាត្រូវអាលងឆ្វេងអាលងស្ដាំជួមុខជួកយមិនស្រួលណាអាគេធ្វើឲ្យប៉ុណ្ណឹងមិនស្រួលរបត់របស់គេចោលអស់ទៀតអញ្ចឹងគាត់ថាកុំឲ្យយើងប៉ះអីណាអង្គុយមើលបានបងប៉ះបានអញ្ចឹងចារៀនទៅរៀនណាសាក់បានណាចាសាក់បានបងប្អូនអីនាងខ្ញុំចូលចិត្តអីថ្មីដែរសាក់ទៅណានេះចង់ដាក់ចិត្តដែរឲ្យដូចគ្នាចាភ្លុះឲ្យបងប្អូនចាអត់អីដាក់ចេះក៏បានដែរហើយបងប្អូននៅសប្បាយចិត្តលេងមកពួកគាត់មិនសាក់បានណាចាអូយបងប្អូនចាឥឡូវគាត់ឲ្យយើងសាក់ចាំបើសិនជាខូចអីទៅអត់អីទេណាអត់មានលុយខឹងលុយអីនិយាយគ្នាហើយបងប្អូនតោះគ្នាចាតោះឥឡូវយើងអូគេមូអញ្ចឹងណាចាបងប្អូនទៅខូចបងប្អូនទុកចិត្តខ្ញុំអត់ទេចាអ្នកដំបាញកូនកំមុំជនជាតិពូនងចាបងប្អូនជួយទិញកសែងខ្ញុំមួយផងចាកសែងមួយតែ22000រៀលទេចាអូសំទោសណាដាក់មិនវិញអូបងប្អូនហើយចាយ៉ាអូអញ្ចឹងមិនថាយើងយ៉ាសុំអូយអូសបាយចាមកខ្ញុំឃើញធ្វើបែបនេះណាអានេះខ្ញុំត្រូវអីទៀតដែរយ៉ាអូអានេះទប់កុំឲ្យអំបោះនេះរត់ទៅណោះធ្វើហើយអានេះមានអំបោះសម្រាប់យើងក្រងចានេះមួយយ៉ាងដែរបងប្អូនអត់ខ្លាចខ្ញុំទៅដើមទេអត់អីចាអនតិចទេអនទេណាចាលើកផុតអញ្ចឹងណាចាអូតឹងមែនអូចាសំទោសហិតទៀតណាចាហ្នឹងចាដាក់បោះចូលចាបោះចូលខាងណាវិញដាក់លើនេះចាឲ្យឃើញនេះខ្ញុំបោះចាយល់ដាក់ចូលនេះណាចាអូយបងអូនហើយចាមិនងាយស្រួលប្រហែលទេចាអូយបាក់ធ្វើគាត់ដោះស្រាយសម័យកាលចានេះដាក់ខាងណាវិញនេះតុកអញ្ចឹងសិនហើយពីនេះចាដាក់ចាអូខេយើងហុញមកវាអត់ទេហុញចេះហើយយើងបន្តជាមួយនឹងបាត់ដូចមិញចាបាត់តែពីរទេកាច់ចេះហើយបធូរជើងបធូរជើងចឹងកាច់ចេះសិនណាចាហើយលើកអានេះមកខាងនេះលើកខ្ពស់ចាអូសំទោសចាអញ្ចឹងណាចាចេះលើកអានេះទៅលើកក្រោយតែអត់អីទេបរៀនមួយថ្ងៃខ្ញុំក៏ខ្ញុំចេះហើយចាមែនទេចានេះហើយយើងដាក់ចេះណាអូឃើញទេចាបាត់ហើយចាបងប្អូនចេះហើយសប្បាយអូយបងប្អូនតើគ្នាខ្ញុំគិតថាខ្ញុំកុំឲ្យខូចនៅអំបោះរបស់គាត់អីពុកម៉ែបងប្អូនតើគ្នាចាឥឡូវចង់សួរតាក់ទងជាមួយនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់នៃការកសែនេះវិញចាឥឡូវបន្ទាប់ពីយើងអាចនឹងយកមករុំចេះបានអាចឆ្នៃជាអីផ្សេងបានទេឆ្នៃយើងចង់ប៉ុងពីកដាលនេះអូមើលសាក់ធ្វើតិចបានទេចានេះនៅមុខផ្ទះហ្មងអញ្ចឹងគេថាកំមុំបងប្អូនយើងជនជាតិដើមពេលយើងរុំកសែនៅមុខផ្ទះអញ្ចឹងគេថាអីហ៎អត់អីអូគេអត់សិបប្រកាន់ដែរបងប្អូនហ៎ចាយើងមានសពតតែយើងចង់ឆ្នៃអានេះធ្វើអញ្ចឹងទៅអូគេបានម៉ូតទៀតណោះចាអានេះចាំម៉ូតអីផ្សេងទៀតម៉ូតផ្សេងទៀតនេះអានេះផ្សេងទៀតសម្រាប់ចងនេះដូចចេះហើយចាអូគឺយើងវែងទៅយើងយកនេះដូចថាឃើញម៉ូតសាក់
សាច់ចកេះអញ្ចឹងទៅណោះ ឃើញរៀង អូ ប្រុសវិញដាក់លើក្បាលនេះ អូឥឡូវខ្ញុំស្រីចឹងដាក់ចងពងចេះមើលចឹងណោះខ្ញុំចងមិនឲ្យមើលស្អាតចង់ល្អដែរបងប្អូនហើយបងប្អូនហើយក៏ហោមបៃតង កែសនស្អាត ចាដាក់អូ ខ្លីពេក កវ៉ាត់សម្រាប់យើងរឹតចកេះពេលយើងពាក់អាវលងវែងអីយើងអាចរឹតធ្វើឲ្យវាចេញរៀងចេញអីចេញរៀងចេញរើបានឬមួយក៏យើងយកមកចងសម្រាប់ធ្វើចកេះសពុតក៏បានបើមនុស្សប្រុសពីច្រើនគាត់ប្រើជាមួយនឹងការជួតក្បាលឬមួយក៏គាត់យកមករុំចកេះរបស់គាត់ដែរចាដើម្បីគេហៅថាចងជាមួយនឹងកសែងធំណារុំកុំឲ្យវាជ្រុះអញ្ចឹងទៅមែនទេចាហើយបើតែជាបន្ទាប់ពីហ្នឹងទៅយើងអាចយកមកចាធ្វើជាស្បៃរុំចាដូចប្រហុំអញ្ចឹងមកនេះបងប្អូនហើយក៏ចេញជាម៉ូតអាវមួយផ្នែកទៀតដែរណោះចាចង់សួរបន្តិចតាក់ទងជាមួយនឹងបងប្អូនចាកំមុំចាជនជាតិដើមភាគតិចរបស់យើងណាពីដើមមកចាពីរំបរានមកគាត់មានវិន័យសម្រាប់បងប្អូនស្រីគេនៅក្នុងការរស់នៅក្នុងសហគមន៍ក៏ដូចជាតំបន់នេះចាមានដូចជាពេលដែលគាត់ពេញវ័យហាមឲ្យគាត់ស្លៀកពាក់មានបែបបទនៃការស្លៀកពាក់របស់គាត់ឬក៏ទូទៅត្រូវស្លៀកវាលបែបអញ្ចឹង បើចាស់ពីដើមអត់មានខោដូចយើងធំអញ្ចឹងចាមានតែដូចថាស្ពតយើង មានតែសពតចុះសម្រាប់អាវ ស្ពតហើយនឹងអាវនេះហើយអាវចងប៉ុងនឹងទេ អាវចងប៉ុងតែប៉ុណ្្នឹងទេ ប្រុសវិញពីដើមហ្នឹងគឺមានតែនេះអាវគេចងនេះ អូពីក្រោយអញ្ចឹងទៅណោះ អូពីដើមយើងឥឡូវទេមានអាវដូចខ្មែរយើង ចាអញ្ចឹងមានន័យថាសម្រាប់ក្មេងៗស្រីៗកំមុំដែលគាត់ពេញវ័យហ្នឹងក៏គេពាក់វាលអីទៅតាមហ្នឹងអញ្ចឹងទៅអូចាតាក់តងជាមួយនឹងគេហៅថាការអង្គុយការគេងការញ៉ាំអីមានភាពខុសគ្នាពីមនុស្សប្រុសដែរអត់ទេ គេអង្គុយខុសគ្នាដែរ ខុសគ្នាយ៉ាងម៉េចវិញខ្លះទៅអាចជំរាបបានទេ អត់ឲ្យយើងដើរលឺ អូអត់ឲ្យដើរលឺចុះការញ៉ាំ គេញ៉ាំដូចគ្នាដែរតាចា អត់អីណោះអត់មានញ៉ាំអីថ្នមហាមមាត់និយាយត្រូវហាមនិយាយលឺស្អីលឺអត់មានទេណា លឺនឹងហាមដែរស្ដាប់ អូនេះអត់ស្អត់ដែរតាមពិតទៅតាក់ទងជាមួយទំនៀមទម្លាប់ប្រពៃណីរបស់ពួកគាត់នេះមិនខុសពីពួកយើងប្រហែលទេនៃការដើរលឺចាស់ពីដើរដូចឪពុកម្ដាយខ្ញុំអញ្ចឹងហែងដើរលឺម៉េះដើរថ្នមដើរចេញមកខាស្រីខាត់លាក់ស្រីមិនគ្រប់គេថាអីគេហៅថាមិនគ្រប់លាក់ណាចាអញ្ចឹងឲ្យដើរថ្នមនិយាយស្ដីការហូបការចុកការនិយាយស្ដីឲ្យមានភាពគេហៅថាតុនភ្លុនចាការហូបនឹងការកុំហូបទៅពីលឺកុំហាមាត់ធំចាតាក់ទងជាមួយនឹងការដើរហើរនឹងសាសុំឲ្យថ្នមចាដើរលើផ្ទះឲ្យកុំឲ្យលឺសំឡេងលឺអីចឹងទៅការនិយាយស្ដីឲ្យចេះមានភាពរួសរាយរាក់ទាក់អញ្ចឹងទៅណោះអានឹងទៅបីមិនគេហៅថាចេះរាល់ថ្ងៃក៏នៅតែរក្សាដែរបើសិនជាយើងមានគេហៅថាបើសិនជាយើងរក្សានៅទំនៀមទម្លាប់នឹងបានល្អយើងក៏ខ្លាចជាមនុស្សម្នាក់ដែលមានសុជីវធម៌នៃការរស់នៅសុជីវធម៌កប្បកិរិយាល្អដើម្បីយើងគេហៅថាបង្រៀននៃកូនចៅយើងចំនួនក្រោយណាអរគុណខ្លាំងមែនតើអូនចាក្នុងការចាជួយចែករំលែកនឹងការធ្វើកសែងបងប្អូនជនជាតិដើមយើងចាមិញយើងធ្វើនៅផ្នែកខាងក្នុងផ្ទះប៉ុន្តែដោយសារយើងចង់ផ្លាស់ប្ដូរបរិយាកាសនៅផ្នែកខាងក្រៅទៅយើងនាំគ្នាមកផ្នែកខាងក្រៅដើម្បីទៅជិះគ្នាលេងបន្តិចណាចាដូច្នេះវីដេអូនេះខ្ញុំជាមួយនឹងបងប្អូនស្រីគឺមានត្រឹមតែប៉ុណ្្នេះទេអរគុណខ្លាំងមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូនេះខ្ញុំក្រៅពីនេះខ្ញុំជាមួយនឹងបងប្អូនស្រីសូមអរគុណសូមគោរពលាអរគុណច្រើនអូនចាអរគុណ